ជាប្រចាំគឺខ្ញុំតែងតែញ៉ាំជាមួយនឹងវីតាមីន C អាតូមីដែលជាប្រភេទអាហារពោមានរហូតដល់5ប្រភេទនៅក្នុងនោះមានបន្លែផ្លែឈើរហូតដល់7មុខឯណោះដែលញ៉ាំហើយជួយទៅលើសុខភាពប្រឆាំងរាល់អុកស៊ីតកម្មជួយប្រឆាំងនៅជំងឺផ្ដាសាយជួយសម្រួលទៅលើប្រព័ន្ធភាពស៊ាំអ្នកដែលកង្វះចានៃការទទួលទានបន្លែផ្លែឈើអីគឺអាចជ្រើសរើសជាមួយនឹងវីតាមីន C អាតូមីយកទៅញ៉ាំបានដែលនៅក្នុងនោះមានបន្លែផ្លែឈើស្រាប់ឲ្យយើងដែលញ៉ាំហើយជួយឲ្យស្បែកយើងមានសំណើមបង្កើតជាតិដែកនិងកាត់បន្ថយសម្រាប់អ្នកដែលគាត់មានផ្ទៃពោះគាត់អាសាចាញ់កូនអាចជ្រើសរើសជាមួយវីតាមីន C ទៅបានញ៉ាំជាមួយវីតាមីន C គឺកាត់បន្ថយនឹងការចាញ់កូនហើយជួយចាទៅកម្ចាត់រាល់ចាស្នាមអុចខ្មៅនៅលើស្បែកកម្ចាត់ជាតិពុលនៅក្នុងរាងកាយប្រឆាំងនៅភាពចាស់នៃស្បែកជួយជំនួយសក់និងកញ្ចក់ឲ្យលូតលាស់បានល្អហើយសម្រាប់ម៉ាក់ដែលគាត់មានផ្ទៃពោះគឺជួយឲ្យកូនចាលូតលាស់បានល្អនៅពេលដែលបងប្អូនអ្នកគ្នាញ៉ាំជាមួយនឹងវីតាមីន C អាតូមីនេះទៅចាហើយសម្រាប់វីតាមីន C អាតូមីនៅក្នុងមួយប្រអប់ហ្នឹងយើងមានរហូតដល់90កញ្ចប់ឯនោះយើងញ៉ាំបានចា2ទៅ3ខែនោះគឺបានយូរមែនតែនចាសម្រាប់ខ្ញុំញ៉ាំខ្លួនឯងផ្ទាល់សម្រាប់រសជាតិវីតាមីន C ដែរគឺរសជាតិជូរអែមបងប្អូនអ្នកគ្នាជូរអែមហើយយើងមាន2ប្រភេទឯនោះវីតាមីន C ណាបងប្អូនអ្នកគ្នាចឹងសម្រាប់បងប្អូនអ្នកគ្នាដែលចង់កម្មង់ចាខ្ញុំមានទទួលកម្មង់អាច inbox ចូល page រ៉ានីអាតូមី Cambodia បានអរគុណបាយ